ទឹកចំនួនដ៏ធំមិនទាន់ស្របហូមពេលនេះពួររហូតដល់ជាង900ក្បាលបានរួចពីកសិដ្ឋានហើយហូរតាមទឹកចូលទៅកាន់ភូមិឋាននិងផ្ទះសម្បែងនៅស្រុកបង្កើតជាការភ័យខ្លាចយ៉ាងខ្លាំងដល់មនុស្សរាប់ពាន់នាក់អាជ្ញាធរចិនប្រកាសអាសន្នទៅកាន់ប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្ននិងស្វែងរកជំនួយជាបន្ទាន់ដើម្បីបង្ការគ្រោះថ្នាក់ពួរពលរហូតដល់ជាង900ក្បាលបានរត់ចេញពីកសិដ្ឋានមួយកន្លែងនៅភូមិដងវៃទីក្រុងហឹងស៊ូខេត្តខ្វាងស៊ីភាគខាងត្បូងប្រទេសចិនហូរតាមទឹកទៅកាន់ភូមិឋានរបស់ប្រជាពលរដ្ឋហេតុការណ៍ដ៏រន្ធត់នេះបានកាត់ឡើងកាលពីព្រឹកថ្ងៃទី6ខែកក្កដាឆ្នាំ2026បន្ទាប់ពីការបាក់ទំនប់ទឹកក្នុងភូមិដោយសារឥទ្ធិពលខ្យល់ព្យុះទីហ្វុងម៉ៃសាក់លាយឡំជាមួយភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃតាមការបញ្ជាក់ពីម្ចាស់កសិដ្ឋានគឺដោយសារភ្លៀងធ្លាក់ខ្លាំងយូរពេកទើបធ្វើឲ្យកម្រិតទឹកក្នុងទំនប់ឡើងខ្ពស់ហួសប្រមាណរហូតដល់បាក់ទំនប់តែម្ដងបន្ទាប់មកក៏លេខកសិដ្ឋានចិញ្ចឹមពស់ដែលស្ថិតក្នុងតំបន់ទំនាបធ្វើឲ្យពស់រួចចេញពីទ្រុងអស់ក្នុងនោះមានពស់វែកផងដែរដែលអណ្ដែតតាមទឹកជំនន់ទៅសំងំតាមគំនរសម្រាមឬចូលក្នុងផ្ទះប្រជាពលរដ្ឋពលរដ្ឋជាច្រើនអ្នកបានស្ម័គ្រចិត្តដើរចាប់ពស់តាមផ្ទះដោយប្រើប្រាស់ឧបករណ៍នេសាទនៅដំបងឆកប៉ុន្តែពស់ដែលបានចាប់មកវិញភាគច្រើនគឺសុទ្ធតែគ្មានពឹសរីឯពស់មួយចំនួនធំទៀតត្រូវបានកម្លាំងទឹកចំនួនដ៏ខ្លាំងហូរនាំយកទៅបាត់ខណៈអ្នកជំនាញខាងកសិដ្ឋានចិញ្ចឹមពស់ជឿថាពួកវាអាចនឹងងាប់ដោយខ្លួនឯងប្រសិនបើត្រាំក្នុងទឹកយូរពេករហូតមកដល់ថ្ងៃទី8ខែកក្កដានេះ